The Royal Palace of Cambodia is a complex of buildings which serves as the official royal residence of the King of Cambodia. Its full name in Khmer is theព្រះបរមរាជវាំងចតុមុខសិរីមង្គល The Cambodians have accepted it since it was built in the 1886 with a period of the absence when the country came into during and after the region of the Khmer Rouge. The palace was constructed by King Norodom between 1866 and 1870. This original palace was slightly demolished and rebuilt between 1912 and 1932. It is situated at the western bank of the refluent of the Tonle Sap River and the Mekong River called ចតុមុខ ព្រះបរមរាជវាំងកម្ពុជាគឺជាអគារមួយដែលធ្វើជាទីលំនៅផ្លូវការរបស់ព្រះមហាក្សត្រកម្ពុជាឈ្មោះពេញជាភាសាខ្មែរគឺព្រះបរមរាជវាំងចតុមុខសិរីមង្គលព្រះមហាក្សត្រកម្ពុជាបានគង់នៅទីនេះចាប់តាំងពីព្រះរាជវាំងត្រូវបានសាងសង់នៅទសវត្សរ៍ឆ្នាំ 1960 ប៉ុន្តែមានរយៈពេលមួយដែលព្រះមហាក្សត្រមិនបានគង់នៅទីនេះពេលប្រទេសកម្ពុជាចូលក្នុងភាពចលាចលក្នុងអំឡុងនិងបន្ទាប់ពីរបបខ្មែរក្រហមព្រះរាជវាំងនេះត្រូវបានសាងសង់ដោយព្រះបាទនរោត្តមរវាងឆ្នាំ 1866 ដល់ 1870 ព្រះរាជវាំងដើមភាគច្រើនត្រូវបានរុះរើហើយសាងសង់ឡើងវិញរវាងឆ្នាំ 1912 ដល់ 1932 ស្ថិតនៅលើឆ្នេរខាងលិចនៃទីប្រសព្វរវាងទន្លេសាបនិងទន្លេមេគង្គដែលហៅថាចតុមុខ